Yeah, hello everyone. Ngàyនេះខ្ញុំមានចែកការមក hack channel របស់គេចាដោយសារតែ admin ហ្នឹងគាត់ប៉ិនបោកយើងពេកចឹងទៅខ្ញុំក៏ hack channel គាត់ហ្នឹងហើយយកមកប្រាប់គ្នាយើងថារឿងចាស់គាត់ដែលគាត់ធ្វើហ្នឹងគាត់ថាធ្វើ1ម៉ោងហ្នឹងតែគ្មានឃើញទេគាត់ថាធ្វើហើយគាត់លើគាត់បាត់សមោសូនឆឹងតែម្ដងចឹងហើយខ្ញុំចង់មកប្រាប់គ្នាយើងថាមិនបាច់ខំចាំទេដោយសារគាត់នឹងងាយមកវិញទេគាត់ទៅហើយគាត់បាត់សមោសូនឆឹងទៅមួយខែពីរខែអីបានគាត់មកវិញបើមិនទៅទេក៏មួយសតវត្សពីរសតវត្សទៀតបានគាត់មកវិញចឹងណាហើយមួយទៀតខ្ញុំក៏ចង់ប្រាប់ថា admin ហ្នឹងខ្ជិលឲ្យលួយសាហាវខ្ជិលគាត់អ្នកធ្វើរឿងណាប៉ុន្តែគាត់ខ្ជិលចេញរឿងឲ្យយើងមើលណាយូរគាត់ចេញម្ដងហើយចេញតែបន្តិចទៀតមានឲ្យយើងបានមើលចាប់ចុងចាប់ដើមទេប្រហែលខ្ញុំចង់ប្រាប់អ្នកនរគ្នាថាចាប់ភាកហ្នឹងមិនបាច់ខំចាំគាត់ទេគាត់ទៅទៀតហើយមិនបាច់ចាំគាត់ទេឬនៅចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេជំរាបលាមនុស្សលោកទាំងអស់ដែលឆ្លាញ់គេម្នាក់ឯងនិងម្នាក់ឯងឆ្លាញ់គេ10នាក់ពីខ្ញុំទៅគឺស្មាស្នៃ Hello everybody welcome back today មកកាន់ channel Saki CC មួយថ្ងៃនឹងអារម្មណ៍ល្អពេកចឹងហើយធ្វើឲ្យបាន1ម៉ោងអីមើលទេមើលប៉ុណ្ណឹងសិនទៅដោយសារមួយថ្ងៃនឹងខ្ញុំរវល់បុនតាផងសង្ក្រានផងសង្ក្រានធ្វើដល់2កន្លែងខ្ញុំដល់ពេលអញ្ចឹងមួយរយៈនឹងរវល់រហូតធ្វើបានពីវិភាគដែរប៉ុន្តែផុសមកភាគសិនទៅហើយខ្ញុំមាននឹងល្អមួយដែរបើខ្ញុំធ្វើ2ថ្ងៃមកភាគ2ថ្ងៃមកភាគនឹងចាញ់ទៀងទាត់តែថាឲ្យចាញ់មកវីដេអូ10នាទីឲ្យដូចមុនអាហ្នឹងអត់ទៀងទាត់ទេតួយកបានទេខ្ញុំធ្វើដូចការខ្ញុំចេញដំបូងអញ្ចឹងធ្វើមក2ថ្ងៃមកភាគ2ថ្ងៃមកភាគហើយតួយកបានខ្ញុំ I don't care បន្ទាប់ពីភាគមុននៅពេលនេះយើងបានឃើញថានៅក្នុងបន្ទប់ដេករបស់មួយ NHNOA យើងបានឮសំឡេង Leon ក៏ប៉ុន្តែនិយាយផ្ដាស់ផ្ដាំទៅកាន់ Noah ថាNoah បន្ទាប់ពីខ្ញុំបានចាក់ចែងទៅអ្នកទៅតែមើលថែមួយដែលបានល្អណានាងនៅក្មេងហើយល្ងងខ្លៅទៀតអ្នកជាបងស្រីរបស់នាងដូច្នេះហើយអ្នកទៅតែមើលថែនេះឲ្យបានល្អណាហើយមួយអ្នកទៅតែស្ដាប់បងស្រីរបស់អ្នកកុំធ្វើឲ្យនាងខឹងហើយធ្វើជាក្មេងស្រីល្អនៅផ្ទះដឹងនៅអ្វីដែលខ្ញុំព្រួយបារម្ភបំផុតនៅពេលដែលខ្ញុំចាក់ចែងពីកូនស្រីទាំងពីរអ្នករបស់ខ្ញុំអ្នកទាំងពីរមានអាយុត្រឹមតែ1ឆ្នាំបន្តិចប៉ុណ្ណោះតែម្ដាយរបស់អ្នកទាំងពីរអាចត្រង់យកខ្ញុំទៅឆ្ងាយបានដោយរបៀបណាខ្ញុំសត់ចុយម៉ែបន្ទាប់ពីលីអនសម្ដែងទៅការសោកសៅនិងផ្ដែផ្ដាំរួចហើយពេលនោះនូអាក៏បាននិយាយទៅកាន់លីអនទៅថាហើយគ្រាន់តែទៅដេកនៅបន្ទប់ម៉ាក់មកយប់សនហ្នឹងហើយមិនបានបែរហ្នឹងធ្វើដូចទៅទីលានបហាជីវិតអញ្ចឹងបញ្ជាក់ក្នុងរឿងនូអាហៅលីអនអ្នកតដែលទេអត់មានហៅប៉ាយទេប៉ុន្តែខ្ញុំថែមនិយាយមកទៅខ្ញុំលើស្អីរឿងគេចប់នៅពេលដែលលឺសំដីកូនមាសកូនពេជ្ររបស់វានិយាយទៅកាន់វាបែបនេះវាក៏បានតទៅកាន់ណូអាវិញទៅថាក្នុងន័យដែលថាគេយកទៅកាត់ក្បាលនៅទីលំហាជីវិតនោះវាចំណាយពេលតែមួយផ្លែទេកូនដឹងអត់ប៉ុន្តែម្ដាយរបស់អ្នកអាចធ្វើទរណកម្មមនុស្សបានពេញមួយយប់វាគួរឲ្យខ្លាចជាងការធ្វើទរណកម្មទៀតដឹងអត់នៅពេលដែលលឺលីអននិយាយបែបនេះរួចស្រាប់តែមូអេតបាននិយាយទៅកាន់លីអនទៅថាអូខ្ញុំយល់ហើយតែម៉ាក់ចង់ស៊ីប៉ាមែនបន្ទាប់ពីសួរទៅកាន់លីអនបែបនេះរួចនាងក៏ចាប់ផ្ដើមបកស្រាយទៅកាន់លីអនទៅថានាងបានអាននៅសភៅមួយដែលគេបាននិយាយប្រហែលបន្ទាប់ពីសត្វក្រោបញីនិងសត្វក្រោបឈ្មោលបានរៀបការជាមួយគ្នារួចសត្វក្រោបញីនឹងធ្វើការស៊ីទៅកាន់សត្វក្រោបឈ្មោលបន្ទាប់ពីលឺកូនមាសកូនពេជ្ររបស់វាតបទៅកាន់វាបែបនេះរួចវាក៏ចាប់ផ្ដើមសួរទៅកាន់មួយអេវិញទៅថាទោះបីជាគេនិយាយថាស៊ីអូយដូចនេះក៏ដោយតែយ៉ាងណាក៏ដោយប៉ារបស់កូននឹងរៀបនឹងស្ដាប់ទៅឲ្យហេតុអីបានកូនសុវ័យចិត្តម៉េះមួយអែនដោយសារតែទ្រាំបានរកក៏បានលុកមាត់ចូលទៅនិយាយថាអូយមិនអីទេឈប់និយាយរឿងមិនសមហេតុផលមួយកូនស្រីរបស់អ្នកទៅធ្វើដូចជាខ្ញុំនេះគួរខ្លាចណាស់អញ្ចឹងបន្ទាប់មកនេះក៏បានទៅស្ដាប់ភួយឲ្យមួយអែនណូអាប្រងតែបាននិយាយទៅកាន់ពួកគេទាំងពីរទៅខាងនៅទាំងអស់គ្នាចូលគេងទៅហើយមិនបាច់បារម្ភទេម៉ាក់គ្រាន់តែចង់និយាយវិភាសារឿងដែលគួរចាប់អារម្មណ៍មួយចំនួនជាមួយនឹងប៉ានៅយប់នេះប៉ុណ្ណោះបើក៏មើលលីអនមកច្រិញខ្លាំងមែនតើហើយដោយសារតែច្រិញខ្លាំងពេកលីអនក៏បានលុកមាត់សួរទៅកាន់រស់ទៅថារឿងអីគេគួរចាប់អារម្មណ៍បន្ទាប់មករស់ក៏បានតបទៅកាន់លីអនទៅថាឧទាហរណ៍ដូចជាកំណើននៃសកលលោកឬបែបនេះលីអនក៏បានតបទៅកាន់រស់វិញទៅថាអីស្អីគេជាកំណើននៃជីវិតមែនអត់ទេអាចកំបាំងនៃពិភពលោកហើយវាអាចក៏បានในរាងកាយមនុស្សទេហើយដោយសារតែលីអនវាទៅប៉ែច្រើនពេករកក៏បានចាប់ទាញកលីអនទៅព្រឹងតែបាននិយាយទៅការលីអនថាយ៉ាងណាក៏ដោយគ្រប់គ្រាន់ហើយការលាគ្នានឹងមកតាមខ្ញុំលឿនមកកុំនិយាយច្រើនពេកបណ្ដាលីអនមានជាការកើតជាក្មេងតូចភ្លាមតែបានស្រែកហូយំប្រាប់ថាអូយចាំតិចยังមានពាក្យចុងក្រោយមួយចំនួនចង់និយាយ No មួយអែនត្រូវចាំថាប៉ានឹងស្រឡាញ់កូនជានិច្ចបន្ទាប់ពីរស់ហើយនៅលីអនបានចាក់ចេញទៅមួយអែនក៏បានសួរទៅកាន់ណូអាថាឲ្យតើប៉ាហើយម៉ាក់នឹងធ្វើអីប្រកាសទៅនេះ
បើពេលរលឹកបែបនេះហើយនៅអាក៏បានតតទៅកាន់មួយវិញទៅថាខ្ញុំមិនដឹងទេដឹងត្រឹមថាពួកគេយកអីធ្វើទៅតែរឿងក៏បានកើតមកនៅបន្ទប់គេរបស់ចាស់ស្ត្រីនេះប្រាក់យើងបានឃើញថារ៉ូបាននិយាយទៅកាន់លីអនទៅថាថ្ងៃអត់ចង់ផឹកទេអីហើយលីអនក៏បានតទៅកាន់រ៉ូវិញទៅថាអត់លើបែបនេះហើយរ៉ូក៏បាននិយាយទៅកាន់លីអនទៅថាស្អីគេនាងនៅចាំបានសន្យាថាលីអននឹងនៅបំពេញតាមសំណើរបស់នាងបន្ទាប់ពីវាបានចាញ់នាងប៉ុន្តែឥឡូវហ្នឹងវាអត់ចង់ផឹកទេឬនៅពេលដែលលឺរ៉ូនិយាយបែបនេះរ៉ូលីអនក៏បានតទៅកាន់រ៉ូវិញទៅថាខ្ញុំមិនមានអារម្មណ៍ចង់ផឹកទេឥឡូវហ្នឹងហើយបើក៏លើមើលអាការគិតរបស់លីអនវាបានគិតថាខ្ញុំនឹងរក្សានូវភាពស្ងប់ស្ងាត់របស់ខ្ញុំជានិច្ចខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកហ្នឹងមកគ្រប់គ្រងខ្ញុំបានទេនៅយប់ហ្នឹងលឺលីអននិយាយបែបនេះហើយរ៉ូក៏បានតទៅកាន់លីអនទៅថាតាមពិតទៅនាងចង់ឲ្យលីអនឈ្នះនៅពេលលើបែបនេះក៏បានសួរទៅកាន់រ៉ូទៅថាថៃស្អីគេថៃបានអញ្ចឹងដោយសារតែបែបនេះហើយរ៉ូក៏បានប្រាប់ទៅកាន់លីអនទៅថាបើសិនជាលីអនឈ្នះនាងនឹងឲ្យលីអននឹងសម្រាប់មួយខែដូចនេះហើយវាអាចឆ្លៀតឱកាសនេះដើម្បីកែលម្អនិងប្រហែលជាអ្វីៗនឹងកាន់តែសប្បាយជាងមុននៅពេលដែលលើបែបនេះហើយលីអនក៏បានតទៅកាន់រ៉ូវិញទៅថាហើយចុះហេតុអីមិនទទួលស្គាល់នឹងការបរាជ័យរបស់អ្នកនៅថ្ងៃនេះចុះនៅពេលលីអននិយាយបែបនេះហើយរ៉ូក៏បានតទៅកាន់លីអនទៅប្រហែលបានទាញនៅការស្រាវរបស់នាងឡើងថាតាមពិតទៅនាងបានគិតអំពីវិធីល្អជាងនេះហើយធ្វើអីមើលខ្លួនឯងយើងជឿនិយាយបន្ទាប់មកនាងក៏បាននិយាយទៅកាន់លីអនថែមទៀតថាអ្វីដែលនាងចូលចិត្តបំផុតនោះគឺរបៀបដែលលីអននឹងបានបដិសេធមិនទទួលស្គាល់នៅការបរាជ័យរបស់វាបន្ទាប់ពីវាចាញ់នាងបន្ទាប់មកនាងក៏ចាប់ផ្ដើមឡើងទៅអង្គុយលើលីអននៅពេលដែលឃើញបែបនេះហើយលីអនក៏បានសួរទៅកាន់រ៉ូទៅថារ៉ូនោះកំពុងធ្វើអីគេលើបែបនេះហើយរ៉ូក៏បានសួរទៅកាន់លីអនទៅថាលីអននឹងចង់ផឹកវាអត់បើចង់នឹងផឹកវាអស់ទៅហើយបើយើងក៏lạiមកមើលនៅការគិតរបស់លីអនវិញវាបានគិតថាក្លិនខ្លួនមករ៉ូនឹងលាយឡំជាមួយនឹងក្លិនស្រាក្រហមមើលទៅឈុតនេះឯនេះពិតជាវាពិតជាស្អាតណាស់ធ្វើឲ្យខ្ញុំមិនអាចបដិសេធបានទេហើយបន្ទាប់មកមើលតែរូបទៅខ្ញុំជឿនិយាយជឿបកស្រាយអ្វីទាំងអស់ហើយបន្ទាប់ពីធ្វើនោះរួចនាងក៏បានសួរទៅកាន់លីអនថាមិនអីទេមែនហើយជាការពិតណាស់វាប្រហែលជាមិនគ្រប់គ្រាន់ទេមែនទេអញ្ចឹងបើកមាត់របស់អ្នកមកបន្ទាប់ពីនេះបើកមាត់របស់លីអនរួចនាងក៏ចាប់ផ្ដើមខាំមាត់ខ្លួនឯងឲ្យចេញឈាមព្រោះតែបានសម្រក់ឈាមចូលទៅក្នុងមាត់លីអនវិញដូចជាភាកមួយអញ្ចឹងដែរនាងនោះបានទៅលិតឈាមរបស់លីអនអញ្ចឹងមាននឹងអីទៀតដឹងខ្លួនឯងហើយបាទដូចភាកមួយអញ្ចឹងពេលដែលនាងលិតឈាមរបស់លីអនអាចគ្រប់គ្រងនឹងបានអញ្ចឹងពេលដែលលីអនលិតឈាមរបស់នាងវិញប្រហែលជាអាចគ្រប់គ្រងលីអនវិញបានហើយទៅនៅពេលដែលឈាមបានចូលទៅក្នុងមាត់វាក៏ចាប់ផ្ដើមសួរទៅកាន់រ៉ូទៅថារ៉ូនៅកំពុងធ្វើអីព្រោះតែបានរុញរ៉ូចេញទៀតផងហើយក៏កិច្ចបានយ៉ាងលឿនតែម្ដងប៉ុន្តែកិច្ចថាអីបើឈាមចូលក្នុងមាត់បាត់ហើយណាបន្ទាប់ពីវាបានកិច្ចចេញពីរ៉ូរួចវាក៏បានសួរទៅកាន់រ៉ូទៅថាតើរ៉ូនឹងបានប្រើបច្ចេកទេសហាងខ្វាត់នោះមកលើវាវិញមែននៅពេលដែលលើបែបនេះហើយទឹកមុខរុកចិត្តរបស់រ៉ូក៏បានចេញមកព្រមទាំងបាននិយាយទៅកាន់លីអនទៅថាមែនហើយបណ្ដាសាឈាមណាលីអនស្គាល់ច្បាស់មែនតើហើយនៅពេលនេះបណ្ដាលីអនវាចាប់ផ្ដើមចុកក្នុងទ្រូងញ័រខ្លួនតែម្ដងនៅពេលដែលឃើញបែបនេះហើយរ៉ូក៏បាននិយាយទៅកាន់លីអនទៅថាតាំងពីលីអននឹងបានប្រើបច្ចេកទេសហាងខ្វាត់នេះមកលើនាងកាលពី2ឆ្នាំមុននឹងនាងនឹកអារម្មណ៍នឹងខ្លាំងមែនតើបន្ទាប់មកលីអនក៏បានតបទៅកាន់រ៉ូវិញទៅថាតើរ៉ូនឹងដឹងអត់ថាតម្លៃដែលត្រូវបងតបស្នងមកវិញពីបច្ចេកទេសហាងខ្វាត់នឹងវាយ៉ាងម៉េចឬបែបនេះហើយរ៉ូក៏បានតបទៅកាន់លីអនទៅថាជាការពិតណានាងបានដឹងវាដូច្នេះហើយនាងបានកែប្រែនៅមន្តអាគមរបស់វានឹងបន្តិចបន្តួចដើម្បីកាត់បន្ថយផលប៉ះពាល់មកដល់សាឈាមនឹងមកលើរាងកាយនាងហើយនាងបានរក្សាទុកតែឥទ្ធិពលវិតមន្តរបស់វាតែប៉ុណ្ណោះចឹងហើយផលប៉ះពាល់មកវិញនឹងវាអត់សូវខ្លាំងទេលើរាងកាយនាងរបស់នាងនឹងនៅពេលនេះលីអនវាមានអារម្មណ៍ថារាងកាយរបស់វានឹងក្តៅហើយចិត្តរបស់វានឹងទទេស្អាតមកមានអារម្មណ៍ឯក្នុងខ្លួនសោះហ្មងបន្ទាប់មករ៉ូក៏បានទៅដាក់ដៃលើទ្រូងលីអនព្រមទាំងបាននិយាយទៅកាន់លីអនថានាងតែងតែជាអ្នកបង្ខំនិងគម្រាមកំហែងលីអនដូច្នេះហើយលីអននឹងវាមើលទៅហាក់ដូចជាស្ទាក់ស្ទើរខ្លាំងមែនតើហើយឥឡូវនេះនាងចង់ឲ្យលីអននឹងជាអ្នកមកលួងលោមនឹងដូចជាឆ្កែឈួតចឹងហើយវល់នាងឲ្យអ៊ីកចាក់គិកចាក់អ៊ូយ៉ាហូហ៊ូហើយអាទឹកមុខរកទឹកសាហាវខូខើនឹងមកទៀតបាទបន្ទាប់មកនាងក៏បាននិយាយទៅកាន់លីអនថាហ្គេមចិត្តចាប់ផ្ដើមហើយឆ្លើយសឹកដល់ឆ្លើយរបស់ខ្ញុំហើយចប់មិនតណាតណាតចប់ណាមិនតចប់ទេបើសិនអនុញ្ញាតសម្រាប់បន្តិចសិនចប់ហើយមើលទៀតបិទហើយចប់ហើយមានភាគតទេអស់ហើយ